ok ឥឡូវនេះចំណុចបន្តទៀតយើងចាប់ដើមមើល guide អញ្ចឹងយើងចាប់ដើម blue circle រួចហើយអញ្ចឹងយើងចូលទៅcopy layer style អញ្ចឹងយើងប្រើជាមួយនឹង rounded shape ដើម្បី redash 20អញ្ចឹងហើយនឹង copy layer style from bow style reflected អញ្ចឹងrounded នេះគឺរូបមួយនេះគឺជាបន្ទុកទាំងមួយនេះចុចសំរិចគឺរូបមួយនេះដែលមានពណ៌ក្រហមអញ្ចឹងយើងប្រើឧបករណ៍មួយដែលមានឈ្មោះថា rounded rectangle tool អញ្ចឹងយើងធ្វើការគូរវាមកអូខេហើយចូលនៅលើ move tool ដើម្បីទាញបដូរទីតាំងវាអញ្ចឹងរូបនេះគឺនៅខាងក្រោយ blue circle របស់យើងអញ្ចឹងយើងបដូរមួយណាជា blue circle អញ្ចឹងមួយនេះ group សិនrounded អញ្ចឹងនេះគឺ blue circle អញ្ចឹងរូបនេះគឺយើងនៅពីក្រោមវាត្រូវហើយក្រោយមកទៀតយើងចាប់ដើម copy layer style ពី bow របស់យើងអញ្ចឹង bow របស់យើងគឺរូបមួយនេះអញ្ចឹងយើង copy layer style វាមកស្ដាំរកពាក្យ copy layer style បញ្ចូលវាវិញហើយមកស្ដាំរកពាក្យថា paste layer style ក៏ប៉ុន្តែ style អត់យកជា radial ទេយើងយកជា reflected អញ្ចឹងមកស្ដាំលើវារកពាក្យ blending option ហើយយើងត្រង់កន្លែងgradient នេះយើងបដូរពី style radial ទៅជា reflected បែបនេះអញ្ចឹងអូខេអញ្ចឹងយើងទទួលបានដូចគ្នាហើយចំណុចបន្ទាប់យើងមើលរូបគេអញ្ចឹងយើងសេអក្សរថា ISO N 0123អញ្ចឹងនេះគឺ font ធម្មតាគ្រាន់តែយើងចំណាំមួយដើម្បីសរសេរចេញជា degree យើងមើល guide យើងបានសរសេរ guide ទុកដែរយើងត្រូវចុច Alt 167អញ្ចឹងយើងអាចទទួលបាន degree អញ្ចឹងឥឡូវនេះសូមមើលខ្ញុំចូលការងាររបស់យើងហើយខ្ញុំចូលនៅលើគេអូខេចូលនៅលើគេហើយខ្ញុំប្រើ text tool ដើម្បីសរសេរអញ្ចឹងខ្ញុំសរសេរឈ្មោះថា ISO N ហើយយើងចង់បាន degree Alt 167អូខេហើយ123អញ្ចឹង font យើងប្រើមួយណាក៏បានឲ្យយើងគិតថាស្អាតអញ្ចឹងនេះគឺចាំតែជាឧទាហរណ៍ហើយយកវាមកដាក់មកជាការស្រេចចំណុចបន្ទាប់គឺយើងប្រើសរសេរ magazine font ហើយ font នោះមានឈ្មោះថា Dimetric Swank អញ្ចឹងមើល font មួយនេះគឺ font អក្សរ magazine អញ្ចឹង magazine ដែលមាន font មួយដែលមានយើងអាចមើល font បាននៅទីនេះមុនដំបូងយើងរកណែ font មួយដែល magazine នេះអញ្ចឹងយើងអាចមើល font បាន font វានោះគឺ Dimetric Swank មួយនេះដូចគ្នាណាគឺរបៀបមើលណែ font អញ្ចឹងយើងចូលទៅ text tool ដូចគ្នាហើយយើង take វាមកដែល font យើងប្រើជាមួយនឹង Dimetric យើងរក font មានឈ្មោះថា Dimetric អក្សរ D មួយនេះ Dimetric Swank គឺ font មួយនេះអញ្ចឹងយើង share មក magazine អូខេ take វាមកហើយយើងចូលនៅលើ move tool គ្រាន់តែពង្រីកវាបន្តិចមកអញ្ចឹងនេះគ្រាន់តែការប្រើ font size តែម្ដងដែលយើងអត់មានបាច់ប្រើអីទាំងអស់មានប្រើ style អ្វីទាំងអស់អូខេ take ហើយមើល guide តទៀតអញ្ចឹងចំណុចបន្តទៀតនោះគឺយើងសរសេរអក្សរលេខ2013 check look at the original blending option bevel and emboss check អញ្ចឹងយើងអាចមើលទៅណែ layer ដើមរបស់គេក៏បានឬក៏យើងអាច delete style ទៅតាមនេះក៏បានគឺមានទំហំដូចគ្នារូបភាពដូចគ្នានេះអញ្ចឹងទី1យើងសរសេរអក្សរលេខ2013ហើយលេខ2013នោះគឺរូបនៅលេខនៅលើឡាននេះអញ្ចឹងយើងយក text tool មកហើយសរសេរ2013ដែល font យើងប្រើ font ផ្សេង font ខ្ញុំយក font ធម្មតាមួយ font នេះចុះកុំឲ្យខាតពេលច្រើនអញ្ចឹងយើងយក font នេះយកមកហើយសេរីទីតាំងវាដាក់ Ctrl T ធ្វើការពង្រីកបន្តិចអូខេណានេះគឺ font ក្រៅមកទៀតយើងមើល style របស់គេទី1គឺយើងប្រើជាមួយនឹង blending option ដែលដាក់ជាមួយនឹង bevel and emboss ហើយនេះគឺយក chip cell hard deep យក10000 up 7 angle ដល់176ខ្ញុំម្ដងបន្តិចអញ្ចឹង mouse តាមលើវាឬពាក្យ blending option ដែលប្រើជាមួយនឹង bevel and emboss ដែល technique យើងយកទៅជា chip cell hard
ហើយ depth យើងយកដល់ទៅ10000ហើយនេះគេយក down size ប្រហែល size យើងមើលកាយម្ដងទៀតចាំបាត់អត់ដូចគ្នាអញ្ចឹង size យក7 angle យកដក166អញ្ចឹង size យក7ចំណែក angle នេះគឺយើងយកដក167អញ្ចឹងដក176 attitude 30 critical double ring អញ្ចឹងដក76 glow contour យកជា double ring គឺរូបមួយនេះហើយចំណុចមួយទៀតនោះគឺអីគេ double ring attitude 30 អញ្ចឹង attitude នេះ attitude គឺយើង30ដូចគ្នាត្រូវហើយអូខេហើយចំណុចទី2យើងប្រើក្រា color overlay ដែលមានកូដ DOA 100 copy វាមកហើយយើងប្រើជាមួយនឹង color overlay ដែលកូដយើងដាក់កូដគឺមានកូដ DOA 100ចុចអូខេនេះគឺយើងបានទទួលពណ៌នេះតែម្ដងអញ្ចឹងមាន style អីទៀតអត់មានទេអញ្ចឹងយើងអាចអូខេបានអូខេនេះគឺយើងបាន style មួយដែលដូចជាមួយនឹងពណ៌នេះហើយចំណុចតយើងធ្វើចំណាំងផ្លាតខាងក្រោមវាមកអញ្ចឹងចំណាំងផ្លាតយើងអាចធ្វើការមួយនេះតិចអូខេនេះគឺយើងបានអក្សរមួយហើយចំណុចចតយើងធ្វើការចំណាំងផ្លាតអញ្ចឹងចំណាំងផ្លាតមុនដំបូងយើងត្រូវ copy វាសិនអញ្ចឹងចុច Ctrl J ដើម្បីធ្វើការ copy លេខ2013នេះហើយយើងអូសវាមកក្រោមតិចមកយើងបិទ style វាមួយអញ្ចឹងមុននឹងយើងធ្វើចំណាំងផ្លាតយើង Ctrl T មកស្ដាំលើវាឬពាក្យថា flip vertical ដើម្បីត្រឡប់ក្បាលវាចុះអូខេណានេះគឺទុកធ្វើជាចំណាំងផ្លាតក៏ប៉ុន្តែមុននឹងយើង add layer mask ដើម្បីគូរចំណាំងផ្លាតបានយើងត្រូវរំលាយ FX នេះចេញអញ្ចឹងរបៀបរំលាយ FX យើងដូចនៅ Marine Basic ដែរអញ្ចឹងយើងបង្កើត layer មួយហើយ select layer ថ្មីយើងបង្កើតជាមួយនឹង layer 2013 copy ចំណាំងផ្លាតរបស់យើងនេះចូលគ្នាហើយយើង merge Ctrl E អញ្ចឹងធ្វើឲ្យលេខ2013ចំណាំងផ្លាតយើងគ្មាន style ទៀតទេខ្លាយទៅជា layer ធម្មតាបន្ទាប់មកបានយើង add layer mask មួយហើយយើងប្រើ gradient overlay ហើយពណ៌យើងយកជាពណ៌សខ្មៅសក៏បានគូសពីលើវាតែម្ដងគូសនៅលើ layer mask ហ្នឹងបើសិនយើងគូសមកឃើញមានប្រែប្រួលខាងនេះវិញយើងដោះជាមួយ text ណា reverse អូខេណាឥឡូវនេះយើងទទួលបានចំណាំងផ្លាតរបស់អក្សរ2013នៅលើកញ្ចក់ឡានចំណុចបន្ទាប់យើងមើលនៅយើងនៅសល់តែពាក្យមួយមានន័យថារថយន្តដែលមានតម្លៃថ្លៃបំផុតប្រចាំឆ្នាំហើយអក្សរនេះគឺអត់ពិបាកទេយើងត្រូវប្រើ text tool ហើយយើងយក font ជា Unicode មកសរសេរបន្ទាប់មកយើងសរសេរធម្មតាហើយគ្រាន់តែផ្អៀងវាបន្តិចអញ្ចឹងសង្ឃឹមថាយើងអាចធ្វើបានចំណុចនេះអូខេបើតិចប្រូនេះតិចទៀតអូខេចំណុចខាងលើគឺយើងបានធ្វើចប់ផ្នែកខាងលើដែលយើងមានរូបឡានbow អក្សរ magazine blue circle របស់យើងមួយនេះហើយនឹងអក្សរ2013នឹងចំណាំងផ្លាតឥឡូវនេះយើងចូលដល់ចំណុចខាងក្រោមរូបខាងក្រោមអញ្ចឹងរូបខាងក្រោមសម្រាប់ guide យើងអត់មានទេក៏ប៉ុន្តែវាមានលក្ខណៈរាំងស្រួលទី1យើងគ្រាន់តែបើករូបភាពនឹងមកហើយយើងសេអក្សរប្រាប់ visual emboss អានេះគឺយើងប្រើrectangle shape ធម្មតាអូខេឥឡូវនេះសូមមើលខ្ញុំបន្តិចចុះអញ្ចឹងទី1យើងបើករូបតារាកូរ៉េមក file open រើសរូបតារាកូរ៉េមានទី11នេះរូបតារាកូរ៉េនឹងមកហើយយើងប្រើទាញវាចូលក្នុងកម្មស្លឹកឯកាយើងអូវាចូលមកខ្វាយនឹងចោលអញ្ចឹងយើងដាក់វាឲ្យត្រូវប្លង់មក Ctrl T ធ្វើការ edit វាបន្តិចមកអូខេណាក្រោយមកទៀតយើងគ្រាន់តែចាប់ផ្ដើមសរសេរអក្សរ Indigo Center ហើយ 5 star អញ្ចឹងយើងសរសេរអក្សរ Indigo Center យើងអាចសរសេរអក្សរ Anjali Center ដែល font យើងប្រើជាមួយនឹង Impact
យើងសេថា an Charlie Center អូខេហើយយើងយកវាមកដាក់ទីតាំងតាណាមួយឲ្យសមជាមួយនឹងវាទៅយើងដាក់ជាន់ក្បាលមនុស្សតិចព្រោះរូបគេគឺយើងដាក់ជាន់ក្បាលមនុស្សដើម្បីយើងធ្វើការលុបឲ្យវានៅផ្នែកខាងក្រោយដូចជាជាប់អញ្ចឹងវិញអញ្ចឹងមកស្ដាំលើវាឬពាក្យនេះយើងបដូរ blend mode របស់វាយើងទៅជា multiply សិនអញ្ចឹងយើងមកឃើញអញ្ចឹងខ្ញុំបដូរអានេះមកបែបនេះblend mode អញ្ចឹងខ្ញុំបដូរវាទៅclose tab អញ្ចឹងខ្ញុំបដូរ blend mode របស់វា blend mode នេះទៅជា multiply អញ្ចឹងវាមើលឃើញអញ្ចឹងមកស្ដាំលើវាឬពាក្យ blending option ដែលយើងប្រើជាមួយនឹង bevel and emboss ឲ្យចេញពីទាំងដូចជាប់នឹងជញ្ជាំងយើងទៀមទីឲ្យបន្តិចមកត្រឹមនេះចុះដាក់501ហើយសារយើងយក7អូខេប៉ុណ្ណឹងបានជាអូខេអញ្ចឹងយើងធ្វើការពង្រីកមើលទៅរូបវាដូចជានៅពីលើរូបមនុស្សក៏ប៉ុន្តែយើងចង់ឲ្យរូបនៅពីក្រោយសក់នេះអត់បញ្ហាទេក៏ប៉ុន្តែសក់ខាងនេះយើងមានឃើញជាប់អញ្ចឹងយើងប្រើជាមួយនឹង eraser tool តិចមកហើយយើងធ្វើការលុបវាក៏ប៉ុន្តែមុននឹងលុបយើងត្រូវបំលែង layer អក្សរនេះទៅជា layer ធម្មតាអញ្ចឹងមកស្ដាំលើវាឬពាក្យថា rasterize type ហើយយើងអាចធ្វើការយកជឿលុបមកលុបបានអូខេលុបតែផ្នែកដែលនៅលើសក់អញ្ចឹងយើងអាចយកនេះគឺយកហាតមកហើយទៅលុបលើសក់តិចអូខេណាអញ្ចឹងចប់ចំណុចនេះមួយ Angeli Center ចំណុចទី2គឺយើងសរសេរអក្សរ5 star បែបនេះអញ្ចឹង5 star ដូចគ្នាយើងគ្រាន់តែប្រើជាមួយនឹង text tool សរសេរ5 star S T A R S អូខេ tick វាមក control shift T ធ្វើការពង្រីកវាមកអញ្ចឹងយើងយកទីតាំងវាបណ្ណាអូខេត្រឹមណាចុះអញ្ចឹងអូខេហើយក្រោយមកទៀតយើងចង់ឲ្យវាមានទៅវាមានលក្ខណៈដេកនៅលើឈើអញ្ចឹងយើង control មុននឹង control T យើងបំលែង layer នេះទៅជា layer ធម្មតាដូចគ្នាអញ្ចឹងមកស្ដាំលើវាឬពាក្យ rasterize type control shift T ដើម្បីធ្វើការ select វាមកស្ដាំឬពាក្យថា perspective អញ្ចឹងយើងអាចទាញនេះតូចទាញឲ្យក្រោមឲ្យធំអញ្ចឹងអូខេទាញនេះតូចទៀតមកអូខេឥឡូវនេះវាមើលទៅវាលក្ខណៈដូចអញ្ចឹងទាញចុះក្រោមតិចអូខេអញ្ចឹងសំខាន់គឺពណ៌គេដាក់វាតូចប៉ុន្តែយើងដាក់ទៅធំអញ្ចឹងយើងព្រមតូចទៀត control T ព្រមតូចទៀតមកអូខេប៉ុណ្ណេះចុះអញ្ចឹងវាដូចណាដាក់នៅលើឈើអញ្ចឹងយើងប្រើមកស្ដាំរបៀប blending option ទី1យើងប្រើជាមួយនឹង color overlay ដែលយើងរើសពណ៌រាងងឹតបន្តិចអូខេហើយយើងជាមួយ bevel and emboss តិចមកអូខេអញ្ចឹងចំណុចក្រោយគេបំផុតនោះគឺយើងគ្រាន់តែប្រើនេះ round tool ហើយសរសេរអក្សរnon round tool rectangle tool អញ្ចឹងយើងប្រើ rectangle tool មកស្ដាំ rectangle tool យើងគូសមកហើយយើងអាចដាក់ពណ៌នេះទីនេះពណ៌ Q តើមកយើងគូមួយទៀតតូចជាងនេះបន្តិចតូចឬធំជាងធំជាងពណ៌ក្រហមអញ្ចឹងយើង control T មកគួរឲ្យធំជាងថាចូលនៅលើ rectangle tool ណាយើងដូរវាទៅពណ៌ក្រហមចំណុចពណ៌ចុងក្រោយមួយទៀតយើងដាក់ពណ៌ណាក៏បានស្រេចយើងស្រឡាញ់យើងគួរឲ្យកាន់តែធំទៀតមកហើយយើងគ្រាន់តែចំណុចចុងក្រោយគឺគ្រាន់តែសេអក្សរមកជាការស្រេចអញ្ចឹងសេអក្សរយើងឃើញថាយើងមិនបានទេសេអក្សរ VO យើងមិនដាក់លើអញ្ចឹងសន្និដ្ឋានថាចប់សម្រាប់មេរៀនទី11នេះដែលជាមេរៀនដ៏វែងជាងគេបំផុតហើយវាមាន2ផាតអ
ចឹងសូមអរគុណសម្រាប់ការតាមដានទស្សនាសម្រាប់មេរៀនមួយនេះហើយសង្ឃឹមថាយើងព្យាយាមក្នុងការធ្វើមេរៀនមួយនេះអញ្ចឹងមេរៀនមួយនេះមិនពិបាកទេក៏ប៉ុន្តែយើងចេះប្រើតិចនិចក្នុងការធ្វើវាអញ្ចឹងសូមអរគុណសម្រាប់ការទស្សនាម្ដងទៀតអញ្ចឹងសូមជម្រាបលា